តែឃើញវីដេអូគេរៀននៅប្រទេសចិនញ៉ាំនឹងយកមកមើលវីដេអូធ្វើការនៅប្រទេសចិនមិញម្ដងក៏ប្រទេសធៀមខ្ញុំធ្វើការមួយទឹកដោះថ្មីរៀបចំពាក់កៅអៅមុននឹងខ្ញុំចេញធ្វើការគឺខ្ញុំមិនភ្លេចឡើយជាមួយនាការ iSport របស់ខ្ញុំការធ្វើដំណើរគឺជា metro ចំណាយពេលប្រហែលជាកន្លះម៉ោងនិយាយដល់មកនាការ iSport ឥឡូវនេះគឺកំពុងតែមានការបញ្ចុះតម្លៃរហូតដល់ 41% គ្រាន់តែបង្ហាញកូដមួយនេះមិនថាទៅទិញនៅ store ឬក៏ទិញ online អាហារពេលព្រឹករបស់ខ្ញុំគឺខ្ញុំតែងតែទិញអីញ៉ាំនៅក្នុងម៉ាតក៏ពេលញ៉ាំអីហើយខ្ញុំដើរទៅកន្លែង office ប្រហែលជារយៈពេល5នាទីគ្រាន់តែបើកទ្វារ office មកនេះគឺមានអ្នកស្វាគមន៍ខ្ញុំហ្មងព្រោះថ្ងៃខ្ញុំគឺជា sir intern ម្នាក់នៅក្នុង interior studio មួយនៅប្រទេសចិនសម្រាប់ visa សិស្សគឺយើងអាចធ្វើបានតែ intern ទេហើយសម្រាប់ការងាររបស់ខ្ញុំនៅក្នុង studio នេះគឺពេលច្រើនគឺខ្ញុំធ្វើការ 3D ក្រៅពីហ្នឹងគឺខ្ញុំធ្វើ concept ហើយ hall reference មូលហេតុដែលខ្ញុំធ្វើការរយប់គឺដោយសារតែខ្ញុំពេលច្រើនគឺខ្ញុំចូលធ្វើការមកពី10ថ្ងៃធំចំពោះការ intern នេះក៏ត្រូវការ visa ដែរគឺយើងត្រូវការយក visa សិស្សរបស់យើងទៅ update ទៅជា internship របៀបក្នុងការស្វែងរកការងារគឺខ្ញុំរកតាម app មួយនេះរឿងដែលខ្ញុំចូលចិត្តធ្វើជាងគេជារាល់ថ្ងៃនោះគឺទៅ gym ហាត់ប្រាណហើយសម្រាប់ថ្ងៃនោះផងដែរគឺខ្ញុំហាត់ដៃគឺជា muscle group ដែលខ្ញុំចូលចិត្តហាត់ជាងគេនៅពេលដែលខ្ញុំហាត់ប្រាណហើយគឺខ្ញុំមកដងសាលាវិញធ្វើម្ហូបខ្លួនឯងវាមួយយ៉ាងណាព្រោះធ្វើម្ហូបខ្លួនឯងទៅយើងស្រួលក្នុងការប្រកប protein ហើយមុនខ្ញុំចូលគេខ្ញុំ edit វីដេអូឬក៏ធ្វើការងារសាលាខ្លះ